សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីយើងគឺបានជួបចំពោះរឿងថ្មីទៀតហើយតាគឺកុំឲ្យខាតពេកចូលរឿងរបស់យើងតែម្ដងទៅគ្រាន់តែចូលរឿងរបស់យើងដំបូងហ្នឹងគឺបានឃើញជាមួយនឹងអ្នកវឹកហាត់ជាច្រើនហើយពួកគេបាននិយាយថានេះគឺជាភ្នំកន្លែងមនុស្សអាក្រក់ដែលត្រូវបានហៅថាជីងទីងដែលមើលទៅហាក់បីជាបរិសុទ្ធចំណាស់មួយនោះគឺត្រូវបានរឹងរបួសយ៉ាងធ្ងន់ធ្ងរដែលយើងគឺបានឃើញថាមានជាមួយនឹងអ្នកវឹកហាត់ជាច្រើនបញ្ចេញជាមួយនឹងថាមពលវិសម្ដៅទៅការចំពោះរនាំងការពារជាពិសេសជាងនេះទៅទៀតពួកយើងក៏បានឃើញចំពោះបរិសុទ្ធចំណាស់ម្នាក់ផងដែរដែលគាត់នេះហើយគឺជាតួឯករបស់យើងប៉ុន្តែរឿងក៏បានបង្ហាញនៅពីរយៈពេលប្រហែល1ម៉ោងមុនអញ្ចឹងទៅណាដែលយើងក៏បានឃើញផងដែរថានេះហើយគឺជាតួឯករបស់យើងដែលគាត់គឺជាបរិសុទ្ធដែលឆ្លងភពជាពិសេសហ្នឹងគាត់ក៏មានជាមួយនឹងកូនសិស្សទាំង9នាក់របស់គាត់ផងដែរគឺសិតតែជាកំពូលមនុស្សអាក្រក់តែម្ដងនិយាយទៅពួកគេគឺកំពុងតែនិយាយគ្នាព្រោះថាមានជាមួយនឹងអ្នកវឹកហាត់សុចរិត10នាក់ដែលពួកគេស្ថិតនៅក្នុងអាណាចក្រទុក្ខវេទនានៃព្រលឹងចាប់ផ្ដើមហើយលើនេះលោកគ្រូរបស់ពួកគេគឺកំពុងតែរឹងរបួសជាពិសេសហ្នឹងគឺគាត់គឺមានឈ្មោះថាជីធានដាវហើយគាត់គឺរស់ជិតជាង1000ឆ្នាំបាទទៅហើយនិយាយទៅតួឯករបស់យើងរស់យូរដែរតែអ្វីហើយយើងក៏បានឃើញចំពោះកូនសិស្សទី4របស់តួឯករបស់យើងផងដែរដែលគេមានឈ្មោះថាមីងស៊ីយីនដែលហ្នឹងគឺជាកំពុំដ៏អាក្រក់តែម្ដងហើយចំណែកកូនសិស្សទី3របស់គាត់វិញគឺមានឈ្មោះថាសេងចំណែកកូនសិស្សច្បងទី1គេហ្នឹងគឺមានឈ្មោះថាស៊ូសេងហៃប៉ុន្តែអាប៉ាក់មួយហ្នឹងគឺបានចាចេញអំពីភ្នំជីនទីនបាត់ទៅហើយនឹងកូនសិស្សទី5ក្មេងស្រីនេះមានឈ្មោះថាសៅយូហើយជាមួយនឹងកូនសិស្សមួយទៀតដែលមានឈ្មោះថាស៊ីវូយ៉ាហើយប្រហែលជាកូនសិស្សទី7ហើយមើលទៅប៉ុន្តែដឹងត្រឹមថាអាប៉ែហ្នឹងគឺបានរៀបចំយុទ្ធសាស្ត្របានធ្វើឲ្យមនុស្សរងរបួសនិងស្លាប់ជាច្រើនអ្នកតែម្ដងប៉ុន្តែធានដាវគឺបានប្រតិកម្មពួកគេកុំមាត់លោឡាខ្លាំងពេកព្រោះថាខ្លួនគឺពិតជាអាចដោះស្រាយទៅកាន់ជាមួយនឹងវងស្រមោចទាំងអស់នោះហើយក៏បានគ្រាន់តែនិយាយថាចាំមើលខ្ញុំនឹងដោះស្រាយជាមួយពួកគេពួកឯងគ្រាន់តែនៅស្ងៀមសិនទៅស្អីគេគ្រាន់តែស្ថិតនៅក្នុងអាណាចក្រនៃតុលាការដោយទេវភាពគិតថានឹងអាចយកឈ្នះខ្ញុំបានមែនដែរឬទេហើយពួកឯងគិតថានឹងហ៊ានធ្វើអ្វីដោយកូនសិស្សរបស់ធានដាវគឺមិនហ៊ានធ្វើអ្វីនោះទេដោយពួកគេនឹងស្ដាប់តាមបញ្ជារបស់តួឯករបស់យើងដោយធានដាវគឺបានប្រាប់ថាដូច្នោះពួកឯងគ្រាន់តែនៅស្ងៀមហើយចាំស្ដាប់រៀបចំផែនការរបស់ខ្ញុំហើយគឺមានអារម្មណ៍ថាធូរសះស្បើយនៅពេលដែលពួកអដៃនេះចាក់ចេញទៅព្រោះថាមើលទៅមិញមានអារម្មណ៍ថាមិនស្រួលទេប៉ុន្តែឥឡូវនេះខ្ញុំនៅក្នុងខ្លួនរបស់ជីធានដាវប៉ុន្តែខ្ញុំឆ្ងល់ខ្លាំងណាស់ថាបរិសុទ្ធម្នាក់ហ្នឹងគឺបានប្រព្រឹត្តចំពោះរឿងអ្វីខ្លះទៅនោះបែរជាបង្កជាមួយនឹងសត្រូវយ៉ាងនេះហើយវារស់ឡើងជិត1000ឆ្នាំបាទទៅហើយប៉ុន្តែយើងក៏បានឃើញចំពោះប្រព័ន្ធ system គឺបានចេញមកផងដែរដោយប្រព័ន្ធ system ក៏បានប្រាប់ផងដែរថាធានដាវគឺស្ថិតនៅកម្រិតទី9នៃការវឹកហាត់រាងកាយហើយគេក៏ត្រូវបានដកបន្ទុកគឺ100,000ផងដែរអត់ដឹងទេហេតុអ្វីគឺបានដកយ៉ាងនេះបានធ្វើឲ្យចំពោះតួឯករបស់យើងក៏ឆ្ងល់ផងដែរឥឡូវនេះខ្ញុំសូមហៅចំពោះធានដាវឯណាព្រោះថាយើងគឺកុំហៅតួឯកខ្លាំងពេកប៉ុន្តែប្រព័ន្ធក៏បានប្រាប់ផងដែរដោយធានដាវគឺទ្រោះបានត្រឹមតែរយៈពេល3ថ្ងៃតែប៉ុណ្ណោះហើយដោយសារតែមើលតែអាណិតវាពេកប្រព័ន្ធក៏បានផ្ដល់ចំពោះរង្វាន់ឲ្យវាផងដែរចាំមើលថារង្វាន់ដែលធានដាវរបស់យើងទទួលបានជាអ្វីទៅហើយបីជាវាគ្រាន់តែជាសញ្ញាកាតចំនួនប្រមាណដូចជា2-3សញ្ញាតែប៉ុណ្ណោះប៉ុន្តែសញ្ញាកាតនេះគឺត្រូវបានគេថាសញ្ញាកាតបញ្ឆោតព្រោះថាឃើញអញ្ចឹងមែនប៉ុន្តែវាគឺពិតជាមានធម៌ពុតដ៏ខ្លាំងក្លាតែម្ដងហើយសម្រាប់ចំពោះកូនសិស្សរបស់ធានដាវកំពុងតែឆ្ងល់មិនដឹងថាលោកគ្រូគឺមានផែនការអ្វីនោះទេប៉ុន្តែដឹងត្រឹមថាកូនសិស្សរបស់ធានដាវម្នាក់គឺសិតតែកំពុងមនុស្សតែម្ដងម្នាក់ចង់តែក្បត់គ្រូហើយរត់ចាកចេញពីទីនេះតែប៉ុណ្ណោះប៉ុន្តែមានតែកូនសិស្សពៅដែលជាក្មេងស្រីម្នាក់នេះទេដែលមានអារម្មណ៍ថាពួកសិស្សច្បងទាំងអស់នេះគឺពិតជាពិបាកទទួលយកមែនដែរមិនស្មោះត្រង់ចំពោះលោកគ្រូសោះប៉ុន្តែយើងក៏បានឃើញពីធម៌ពលដែលកំពុងតែវាបហាសម្រាប់មីងស៊ឺយីងគឺបាននិយាយថាហាបីជាអ្នកគឺអាចមើលខ្លួនឯងបានជាមួយនឹងអ្នកខ្លាំងតាមដករូបដែលពួកគេកំពុងតែវាបំបីជាមួយរបាំងមួយនេះតែអ្នកអាចគិតថានឹងធ្វើអ្វីយ៉ាងណាបានទៅនិយាយទៅពួកគេម្នាក់គ្រាន់តែចាំមើលថាធានដាវនឹងអាចធ្វើអ្វីបានដោយពួកគេគ្រប់គ្នានឹងចាំមើលជាពិសេសម្នាក់គឺសិតតែចង់បានជាមួយនឹងអាវុធវេទមន្តខុសអីតែចំពោះក្មេងស្រីតូចម្នាក់នេះតែប៉ុណ្ណោះដោយប្រាប់ថាមើលទៅសិស្សច្បងគឺតែងតែចង់បានអ្វីពីលោកគ្រូមិនដែរឬទេប៉ុន្តែយ៉ាងណាក៏ដោយហាបីជាពួកគេមិនសូវខ្វល់នោះទេព្រោះថាទាំងអស់នេះគឺសិតតែជាលោកគ្រូគឺជាអ្នកបង្រៀនតែប៉ុណ្ណោះមើលទៅពិតជាគៀងយើងគឺអាចឃើញបានពីធម៌ពលនៅតែវិបហាហើយសម្រាប់ពួកគេគឺនៅតែដើរធម្មតាដោយជាមានរឿងអីសោះសម្រាប់ធានដាវរបស់យើងចាប់ដើមធ្វើសរសៃហើយព្រោះថាមានអារម្មណ៍ថាពិតជាចុកដៃចុកជើងជាខ្លាំងខ្លួនគឺមានត្រឹមតែអាយុ22ឆ្នាំ
តែប៉ុណ្ណោះប៉ុន្តែបើជាមកឆ្លងភពខ្លាយទៅជាមនុស្សចាស់ជរាវិញជាពិសេសហ្នឹងគឺមានជាមួយនឹងប្រព័ន្ធជាពិសេសអីគេទេអាកាសបញ្ឆោតនេះមិនដឹងថាវាគឺអាចប្រើបានល្អបាត់ទេនេះអើយមើលទៅបើជាសាមមែនតើប៉ុន្តែយ៉ាងណាក៏ដោយសារតែកូនសិស្សរបស់ខ្លួនគឺសិតតែជាជនកំណាចដូច្នោះខ្លួនគឺមិនអាចធ្វើឲ្យពួកគេដឹងឡើយហើយយើងក៏បានឃើញផងដែរថាកូនសិស្សធានដាវរបស់យើងនឹងគឺបានមកនិយាយជាមួយនឹងធានដាវរបស់យើងហើយបីជាពួកគេគឺបានដឹងផងដែរថាមើលទៅពួកអាដៃទាំងអស់នោះគឺសុទ្ធតែជាអ្នកខ្លាំងប៉ុន្តែត្រូវបានធានដាវរបស់យើងគឺសម្លឹងទៅតែម្ដងយ៉ាងទឹកបុកគំណាយសម្រាប់ធានដាវរបស់យើងគឺមានវិធីដោះស្រាយកាលមកដល់ពេលបច្ចុប្បន្នយើងវិញដែលយើងក៏បានឃើញផងដែរថាឥឡូវនេះធានដាវរបស់យើងគឺឈើមុខអ៊ីមីសតែម្ដងជាពិសេសយើងក៏បានឃើញចំពោះប្រតិចារនៅក្នុងនិកាយដោយឋានសួគ៌ផងដែរដោយបាននិយាយថាបើជាអ្នកគឺមិនបានចាស់ចេញពីរំបាំងការពារនោះទេមើលទៅអ្នកគឺត្រូវបានរងរបួសហើយដោយតាចំណាំហ្នឹងគាត់មានឈ្មោះថាលូឆាំងហ្វឹងសម្រាប់ធានដាវរបស់យើងបានតទៅវិញអូមើលទៅឯងពិតជាមានភាពក្លាហានដែលហ៊ាននិយាយជាមួយខ្ញុំដូចនោះផងមិនដែរទេប៉ុន្តែយ៉ាងណាក៏ដោយពួកគេនៅតែនិយាយឌឺថ្មីមកកាន់ចំពោះធានដាវរបស់យើងគ្រាន់តែជាមនុស្សសម្រាមដែលមិនហ៊ានចាស់ចេញអំពីរបាំងការពារតែប៉ុណ្ណោះស្វាដៃនេះពិតជានិយាយទៅប៉ែខ្លាំងមែនទែនសម្រាប់កូនសិស្សរបស់ធានដាវរបស់យើងវិញដោយបាននិយាយថាមើលទៅស្វាដៃនេះប្រហែលចង់ឲ្យគ្រូរបស់យើងគឺកាន់តែខឹងហើយនិយាយទៅពួកគេកំពុងតែស្វែងរកសេចក្តីស្លាប់យ៉ាងណាក៏ដោយសម្រាប់ធានដាវរបស់យើងប្រាប់ថានៅស្ងៀមខ្ញុំពិតជាអាចដោះស្រាយបានយើងក៏បានឃើញថាឥឡូវនេះចំពោះធានដាវរបស់យើងប្រឈមមុខជាមួយនឹងអ្នកវឹកហាត់សុចរិតទាំងអស់នេះតែម្ដងមិនដឹងថាធានដាវរបស់យើងនឹងអាចយកឈ្នះអត់ឬទេយ៉ាងណាក៏ដោយធានដាវរបស់យើងគឺមិនបានខ្លាចចំពោះអ្នកវឹកហាត់ទាំងអស់នេះឡើយទោះបីជាពូគឺនិយាយយ៉ាងណាក៏ដោយហើយបីជាពួកអដៃទាំងអស់ហ្នឹងពិតជានិយាយទៅប៉ាជាខ្លាំងជាពិសេសក៏បាននិយាយអំពីកូនសិស្សទី7របស់ធានដាវរបស់យើងផងដែរយ៉ាងណាក៏ដោយរឿងនេះចំពោះធានដាវរបស់យើងគឺពិតជាដឹងសម្រាប់កូនសិស្សទី4របស់ធានដាវរបស់យើងគឺកំពុងតែគិតហើយអ្វីបើជាលោកគ្រូមានអារម្មណ៍ថាមិនខឹងអ្វីអញ្ចឹងមើលទៅមានអារម្មណ៍ថាដូចជាប្លែកនិយាយទៅគេកំពុងតែមានការសង្ស័យចំពោះធានដាវយ៉ាងណាក៏ដោយសម្រាប់ធានដាវរបស់យើងបានទៅកាន់ចំពោះឆាំងហ្វឹងនោះវិញថាតើឯងចេះស្អីគេគឺជាកូនសិស្សរបស់អញមិនគួរណាពួកឯងចេះមកលុកមាត់នោះទេពួកគេគិតតែនិយាយគ្នាសម្រាប់កូនសិស្សទី4នេះវិញដែលគាត់គឺកំពុងតែនឹកគិតដល់ដែរហើយបើជាវាមានរឿងអ្វីឲ្យប្រកាសមើលទៅគាត់គឺកំពុងតែសម្ដែងមិនដែរឬទេយើងក៏បានឃើញផងដែរថាធានដាវរបស់យើងក៏បានចាស់ចេញអំពីកន្លែងរបាំងការពារមនុស្សកូនសិស្សរបស់ធានដាវកំពុងតែឆ្ងល់មកដឹងថាលោកគ្រូគឺមានផែនការអ្វីឲ្យប្រកាសនោះទេប៉ុន្តែយើងអាចឃើញជាមួយនឹងចំហាយធំពោយ៉ាងខ្លាំងក្លាតែម្ដងមកវាផាទៅកាន់ចំពោះធានដាវប៉ុន្តែសម្រាប់ធានដាវរបស់យើងគឺមិនបានខ្លាចនោះទេដែលគាត់គឺបានប្រើជាមួយសន្លឹកកាត់ដែលគាត់ទទួលបានអំពី system យើងក៏បានឃើញផងដែរថាដែលជាច្រើនទាំងអស់នោះគឺចាប់បានផ្ទុះមកវាផាជាពិសេសហ្នឹងយើងក៏បានឃើញចំពោះកូនសិស្សរបស់ធានដាវគឺបានវាផាទៅផងដែរបានធ្វើឲ្យចំពោះធានដាវរបស់យើងគឺមានការភ្ញាក់ផ្អើលសំណាងហើយដែលគាត់អាចគេចផុតបើមិនដូច្នោះទេបើជាចប់បាត់ទៅហើយយ៉ាប់មែនកូនសិស្សទាំងអស់នេះហើយសម្រាប់ចំពោះអ្នកវឹកហាត់ទាំងអស់នេះបាននិយាយថាតើគេគឺជាមេនៃកម្ពុជាមនុស្សអាក្រក់មិនដែរឬទេប៉ុន្តែគេគ្រាន់តែជាមនុស្សកំសាកតែប៉ុណ្ណោះបដៃនេះបន្តិចទៀតនឹងដឹងអំពីអំណាចរបស់ធានដាវរបស់យើងសម្រាប់ព្រឹត្តិការណ៍ឆាំងហ្វឹងគឺបាននិយាយថាអូមើលទៅអ្នកគឺពិតជាខ្សោយឲ្យចំពោះកូនសិស្សរបស់អ្នកជួយយ៉ាងណាក៏ដោយចំពោះកូនសិស្សទី5សៅយូគឺបាននិយាយថាហាបីជាពួកគេគឺគ្រាន់តែជាមនុស្សលេលើនិយាយទៅប៉ែតែប៉ុណ្ណោះយ៉ាងណាក៏ដោយព្រឹត្តិការណ៍ឆាំងហ្វឹងរបស់យើងបានតទៅវិញអ្នកកុំនិយាយច្រើនពេកព្រោះថាគេគឺមានជាមួយនឹងព្រឹត្តិការណ៍ជាច្រើននៅជុំវិញនេះតែម្ដងជាពិសេសនេះពួកគេនឹងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមការវាយប្រហារយ៉ាងណាក៏ដោយកូនសិស្សទី4ស៊ីយីបានប្រាប់ថាអូហើយបីជាអ្នកក៏ដូច្នោះលោកគ្រូនឹងចាប់ការជាមួយពួកឯងសម្រាប់កូនជៀមតូចទុកឲ្យកូនសិស្សទៅចោះកូនសិស្សនឹងចាប់ការពួកគេឡើងស៊ីផុយតែម្ដងប៉ុន្តែមើលទៅអានឹងវានៅតែសង្ស័យអំពីធានដាវរបស់យើងវាបានគិតថាធានដាវប្រហែលគឺកំពុងតែរងរបួសសម្រាប់ធានដាវរបស់យើងវិញក៏បានដឹងផងដែរមើលទៅគេហៅបីជាចង់គិតសង្កត់ខ្ញុំមិនដែរឬទេធានដាវរបស់យើងក៏បានសម្លុតទៅកាន់ពួកគេតែម្ដងបានធ្វើឲ្យពួកគេគឺមានការភ័យខ្លាចដល់និយាយថាពួកអស់ហែងនេះហាមលុកដៃជាមួយនឹងការវិភាគរបស់អញឲ្យសោះបើមិនដូច្នោះទេពួកហែងនឹងដឹងពួកគេក៏បានយល់ព្រមប៉ុន្តែយ៉ាងណាក៏ដោយហៅបីជាពួកគេនៅតែមានចំពោះគំនិតអាក្រក់ដដែលដែលពួកគេនឹងចាំមើលថាលោកគ្រូគឺពិតជាអាចដោះស្រាយជាមួយនឹងអ្នកខ្លាំងទាំង
ប់បានដែរឬទេយើងក៏បានឃើញផងដែរថាធានដាវរបស់យើងគឺតែម្នាក់ឯងនោះទេគឺបានប្រឈមមុខជាមួយនឹងមនុស្សដ៏ច្រើនតែម្ដងកូនសិស្សពៅគឺមានការបារម្ភអំពីលោកគ្រូជាខ្លាំងប៉ុន្តែធានដាវរបស់យើងបានប្រាប់ថាអំពីរឿងនេះកុំភ័យសោះហើយបីជាខ្ញុំគឺពិតជាអាចដោះស្រាយបានយ៉ាងណាក៏ដោយចំពោះសិស្សច្បងទី2របស់អ្នកគួរតែដឹងនៅពេលដែលពួកគេបានចាកចេញអំពីភ្នំជីនទីនរបស់យើងហើយមិនដែរទេចំពោះកូនសិស្សពៅគឺពិតជាបានដឹងពីរឿងនេះជាពិសេសប្រព័ន្ធ system ក៏បានបង្ហាញផងដែរដែលចំពោះកូនសិស្សពៅហ្នឹងគឺបានស្ថិតនៅក្នុងអាណាចក្រតុលាការដតេវិភាពដែលគេគឺមានភាពស្មោះត្រង់ចំពោះធានដាវរបស់យើងគឺ 60% កូនសិស្សទី5វិញគឺមានច្រឡំគឺកូនសិស្សទី4គឺមាន 15% ចំណែកកូនសិស្សទី3គឺមាន 23% ចំណែកកូនសិស្សទី5គឺមាន 35% ប្រព័ន្ធក៏បានប្រាប់ផងដែរថាប្រសិនបើជាភាពស្មោះត្រង់គឺតិចជាង 80% នោះមានន័យថាពួកគេនឹងអាចក្បត់ចំពោះធានដាវរបស់យើងបានប៉ុន្តែបើសិនជាភាគរយរបស់គេចាប់ផ្ដើមឡើងដល់80ឬក៏លើសដល់90មានន័យថាពួកគេនឹងស្មោះត្រង់ចំពោះធានដាវរបស់យើងគឺគ្មានការក្បត់នោះទេដោយធានដាវគឺបានគិតថាមើលទៅជាមួយនឹងភាពស្មោះត្រង់របស់ពួកគេគឺពិតជាទាបមានតែកូនសិស្សពៅរបស់ខ្ញុំនោះទេហើយបីជានាងគឺមានជាងភាពស្មោះត្រង់គឺបានច្រើនជាងគេយើងក៏បានឃើញផងដែរថាមើលទៅពួកគេបានដកជាមនុស្សភាគរយទៀតហើយប៉ុន្តែពួកគេគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលដែលយើងគឺបានឃើញថាអំណាចដែលបញ្ចេញមកគឺពិតជាខ្លាំងមែនទែនដល់ថ្នាក់កូនសិស្សគឺមានការភ្ញាក់ផ្អើលជាមួយនឹងអំណាចដែលធានដាវរបស់យើងបញ្ចេញយើងគឺអាចមើលបានធានដាវរបស់យើងនិយាយទាំងកំណាចតែម្ដងល្អណាស់អញនឹងបង្ហាញអំពីសមត្ថភាពពិតរបស់អញតែម្ដងអំណាចដែលធានដាវរបស់យើងបញ្ចេញគឺពិតជាអស្ចារ្យបានធ្វើឲ្យចំពោះព្រឹទ្ធាចារ្យទាំង10នាក់ទាំងនេះគឺមានការភ្ញាក់ផ្អើលអំណាចមួយនេះគឺពិតជាខ្លាំងមែនតែម្ដងចំណែកពួកដែងកប៉ិកប៉ុកគឺចាប់ផ្ដើមមានការភ័យហើយចុះអាណាគេថាគាត់រងរបួសប៉ុន្តែអញមានអារម្មណ៍ថាបើនៅបន្តទៀតពួកយើងនឹងងាប់ហើយយើងគឺបានឃើញថាតួឯករបស់យើងគឺបោះបញ្ចេញជាមួយគ្រាន់តែម្រាមដៃចង្អុលរបស់គាត់បន្តិចតែប៉ុណ្ណោះពណ៌ដៃនាងគឺបានដេករៀបបាទៅហើយមើលទៅសន្លឹកការដែលធានដាវរបស់យើងបញ្ចេញមកគឺពិតជាអស្ចារ្យប៉ុន្តែវាប្រើបានត្រឹមតែ30នាទីដែរតែប៉ុណ្ណោះប៉ុន្តែធានដាវគឺត្រូវតែប្រយុទ្ធជាមួយនឹងអ្នកខ្លាញ់ទាំង10រូបដែលស្ថិតនៅក្នុងអាណាចក្រនៃទុក្ខវេទនានៃព្រលឹងចាប់ផ្ដើមប៉ុន្តែធានដាវរបស់យើងគឺមិនបានខ្លាចនោះទេបញ្ចេញជាមួយនឹងរូបរាងកាយព្រះធម៌យ៉ាងធំដូចជាស៊ុនអ៊ូខុងតែម្ដងដោយចំពោះព្រឹទ្ធាចារ្យសុចរិតទាំង10នោះក៏បានបញ្ចេញជាមួយនឹងរូបរាងកាយព្រះធម៌របស់ពួកគេផងដែរប៉ុន្តែមើលទៅជាមួយនឹងអំណាចរបស់ពួកគេមិនខ្លាំងដល់ធានដាវរបស់យើងនោះទេដែលអំណាចនៃរាងកាយរបស់ធានដាវរបស់យើងគឺពិតជាអាចារ្យសូម្បីតែកុសលនៃនិកាយដើរឋានសួគ៌ក៏មានការភ្ញាក់ផ្អើលអំណាចនៃរូបរាងកាយព្រះធម៌មួយនេះគឺពិតជាខ្លាំងចំពោះព្រឹទ្ធាចារ្យទៅទៀតយើងគឺបានឃើញថាចំពោះព្រឹទ្ធាចារ្យទាំងអស់នោះក៏បានរងរបួសគឺដោយសារតែធានដាវរបស់យើងផងដែរពួកគេចាប់តែមានការភ័យខ្លាចជាមួយនឹងធានដាវរបស់យើងជាមួយនឹងអំណាចដែលធានដាវរបស់យើងបញ្ចេញគឺពិតជាអាចារ្យកុសលរបស់ពួកគេម្នាក់គឺចាប់តែមានការភ័យខ្លាចជាពិសេសគឺជាកុសលរបស់ធានដាវរបស់យើងដែលពួកគេដំបង3នាក់ហ្នឹងគឺមានបំណងចង់ក្បត់ប៉ុន្តែឥឡូវនេះបន្តពីបានឃើញដូច្នោះហើយពួកគេចាប់ដើមមានការតក់ស្លុតយើងគឺបានឃើញថាធានដាវរបស់យើងបញ្ចេញអំណាចគឺវិបហាទៅកាន់ពួកគេទោះបីជាព្រឹទ្ធាចារ្យនឹងចង់រត់ក៏ដោយជាមួយនឹងអំណាចដែលធានដាវរបស់យើងបញ្ចេញគឺពិតជាអាចារ្យយើងគឺអាចមើលបានជាមួយអំណាចដែលបញ្ចេញមកគឺខ្លាំងតែម្ដងមនុស្សដែលនៅទីនោះគឺត្រូវបានស្លាប់ជាបន្តទោះបីជាពួកគេចង់រត់ក៏ដោយយើងក៏បានឃើញថាព្រឹទ្ធាចារ្យនឹងគឺចាប់ដើមញ័របាល់ទៅហើយបើសិនជានៅតែបន្តទៀតឲ្យអញឲ្យងាប់ទាំងអស់គ្នាហើយដូច្នោះគឺត្រូវតែរត់ប៉ុន្តែអាចថាធានដាវរបស់យើងនឹងឲ្យពួកស្រមោចទាំងអស់នេះរត់ទៅដោយរបៀបណាខ្លួននឹងដោះស្រាយទៅកាន់ពួកគេទាំងអស់នោះតែម្ដងជាពិសេសជាមនុស្សកូនសឹកកតើកតើកុំឲ្យរត់ខ្លួនផងដែរអញសម្លាប់ចោលតែម្ដងដែលហ៊ានមកកាញ់ចំពោះភ្នំអញហើយអញមិនឲ្យរត់ទៅវិញនោះទេដោយសារតែធានដាវរបស់យើងគឺមិនចង់ឲ្យខាពេដូច្នោះក៏បាស្ទុះយ៉ាងលឿនដេញតាមទៅកាន់ចំពោះព្រឹទ្ធាចារ្យទាំងអស់នោះកូនសិស្សរបស់ធានដាវកាន់តែភ្ញាក់ផ្អើលជាមួយសន្ទុះដ៏ខ្លាំងក្លាហើយបីជាគាត់បានបញ្ចេញជាមនុស្សរូបរាងកាយព្រះធម៌ជាពិសេសជាមួយនឹងល្បឿនហោះរបស់គាត់ទៀតគឺពិតជាខ្លាំងតែម្ដងតើគាត់គឺបានលាក់បាំងជាមួយនឹងធម្មពលរបស់គាត់មិនដែរឬទេមើលទៅឥឡូវនេះពួកគេចាប់ផ្ដើមមានការភ្ញាក់ផ្អើលបាត់ទៅហើយអំណាចដែលលោកគ្រូរបស់គេបញ្ចេញមកគឺចេះស្ដែកគឺខ្លាំងណាស់ដែលពួកគេមិនអាចកែរនីបាននោះទេជាមួយកម្លាំងរបស់លោកគ្រូមានតែកូនសិស្សពៅនោះទេដែលបានថាឲ្យនេះឲ្យខ្ញុំប្រាប់ថា
កុំឲ្យចង់ក្បត់លោកគ្រូឥឡូវនេះអ្នកឃើញឬទេអ្នកគ្រាន់តែចាំលោកគ្រូមកនឹងត្រូវបានដាក់ទោសយើងគឺអាចឃើញបានថាព្រឹទ្ធាចារ្យគឺកំពុងតែប្រើជាអំណាចរបស់គាត់គឺរត់ហើយបីជាគាត់គិតថានឹងអាចរត់ផុតជាមួយនឹងធានដាវរបស់យើងមិនដែរឬទេដោយធានដាវរបស់យើងគឺបានស្ទាក់ជាប់បាត់ទៅហើយបានធ្វើឲ្យព្រឹទ្ធាចារ្យនឹងបែកញើសគឺប្រពន្ធក្របពោះតែម្ដងដោយគាត់គឺមានការភ្ញាក់ផ្អើលហើយអ្វីបាយជាអ្នកហោះលឿនយ៉ាងនេះដោយមើលទៅអ្នកក៏បានប្រាយជាមួយនឹងវេទមន្តជាច្រើនដងជាប់គ្នាប៉ុន្តែហើយអ្វីបាយជានៅតែមានជាមួយនឹងមហាអំណាចដ៏ខ្លាំងក្លាដូចឆ្នោតទៅវិញយ៉ាងណាក៏ដោយសារតែមានការភ័យខ្លាចព្រឹទ្ធាចារ្យនឹងក៏ចង់រត់ប៉ុន្តែក៏ត្រូវបានឃើញជាមួយនឹងការវាយប្រហាររបស់ធានដាវរបស់យើងឡើងធំតាមដងវាយប្រហារទៅកាន់គាត់មើលទៅជាមួយនឹងរូបរាងកាយព្រះធម៌ដ៏អស្ចារ្យមួយនេះហើយបីជាវាឈានទៅដល់ស្រទាប់ទី8បាទទៅហើយបីជាព្រឹទ្ធាចារ្យនឹងគឺពិតជានឹងត្រូវងាប់ជាមួយនឹងការវាយប្រហាររបស់ធានដាវរបស់យើងអ្នកនរគ្នាអាចមើលបានជាមួយនឹងការវាយប្រហារមួយនេះព្រឹទ្ធាចារ្យនឹងគឺត្រូវបានអតេបាទទៅហើយប្រព័ន្ធក៏បានប្រាប់ផងដែរផងថាឥឡូវនេះធានដាវរបស់យើងគឺបានបញ្ចប់ជាមួយនឹងភារកិច្ចរបស់គេជាពិសេសប្រព័ន្ធក៏មានភារកិច្ចឲ្យធានដាវរបស់យើងឲ្យកូនសិស្សរបស់គេត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឡើងវិញបន្ទាប់ពីបានមើលហើយនឹងដោះស្រាយចំពោះអ្វីដែលខ្លួនធ្វើរួចហើយគេក៏បានចាប់ផ្ដើមមើលបន្តទៀតជាមួយនឹង system របស់គេព្រោះថាឥឡូវនេះកាតនោះគេមានតែ2សន្លឹកទៀតតែប៉ុណ្ណោះដូច្នោះគេគឺត្រូវតែប្រើឲ្យប្រុងប្រយ័ត្នប៉ុន្តែនៅពេលដែលមានធម្មពលខ្លាំងគឺពិតជាអាចារ្យថាបន្ទាប់ពីអស់ធម្មពលទៅមានអារម្មណ៍ថាគឺពិតជាខ្សោយជាខ្លាំងលោកអើយមែនតើពិតជាវេទនាខ្លាំងណាស់លោកអើយហើយយើងក៏បានឃើញចំពោះកូនសិស្សរបស់ធានដាវរបស់យើងផងដែរដែលឥឡូវនេះភាពស្មោះត្រង់របស់ពួកគេបានឡើងបន្តិចទៀតបាទទៅហើយបីជាពួកគេទាំងអស់នេះគឺចាប់ផ្ដើមមានការស្មោះត្រង់មកកាន់ចំពោះធានដាវរបស់យើងដោយធានដាវក៏បានហៅចំពោះកូនសិស្សពៅរបស់ខ្លួនឲ្យទៅជាមួយនឹងខ្លួនតែម្ដងសម្រាប់ចំពោះអា3អ្នកនេះវិញពួកគេកំពុងតែនិយាយគ្នាតែម្ដងព្រោះថាគេខ្លាចការដាក់ទោសអំពីធានដាវរបស់យើងមើលតើឥឡូវនេះពួកគេមិនដឹងថាកូនធ្វើអ្វីបន្តទៀតនោះទេបើសិនជារត់ក៏មិនអាចផងដែរដូច្នោះមានតែឡើងទៅលើកំពូលភ្នំវិញតែប៉ុណ្ណោះកោតដល់ចំពោះលើកំពូលភ្នំទៅវិញដែលយើងក៏បានឃើញផងដែរថាធានដាវកំពុងតែនិយាយជាមួយនឹងកូនសិស្សពៅហើយនិយាយថាតើអ្នកបាននៅជាមួយខ្ញុំអស់រយៈពេលប្រមាណដែលនាងបានប្រាប់ថានាងបានរស់នៅទីនេះអស់រយៈពេល5ឆ្នាំបាទទៅហើយដោយហាបីជាធានដាវបានប្រាប់ថាតើអ្នកបានទទួលស្គាល់អំពីកំហុសរបស់អ្នកដែរឬទេនាងក៏បានប្រាប់ថានាងគឺពិតជាទទួលស្គាល់ដែលនាងបានជឿទឹកចិត្តចំពោះលោកគ្រូយ៉ាងណាក៏ដោយចំពោះធានដាវរបស់យើងក៏មិនបានប្រកាន់អ្វីផងដែរហើយបីជាមើលទៅនាងប្រហែលនៅក្មេងពេកអញ្ចឹងគឺគិតគូរម្ដងវិញឆ្ងាយតែប៉ុណ្ណោះយ៉ាងណាក៏ដោយពួកគេក៏បាននិយាយអំពីបញ្ជីខ្មៅដែលគឺជាមនុស្សដែលធ្វើឡើងជាមួយនឹងអំពើអាក្រក់ផងដែរនិយាយទៅកូនសិស្សរបស់តួឯករបស់យើងម្នាក់សិតតែជាប់ជាមួយនឹងចំណាត់ថ្នាក់បញ្ជីខ្មៅជាពិសេសអ្នកដែលជាប់លេខ1នឹងគឺជាធានដាវរបស់យើងនឹងហើយចំនិយាយអញជាប់លេខ1តែម្ដងធានដាវក៏បានប្រតិពោកូនសិស្សពៅប៉ុន្តែយ៉ាងណាក៏ដោយចៅពីពេលនេះតទៅពួកយើងគឺត្រូវតែជប់ធ្វើអំពើអាក្រក់ទៀតហើយកុំភ្លេចចាប់សរសៃឲ្យគ្រូផងណានាងក៏បានយល់ព្រមតែម្ដងយើងក៏បានឃើញផងដែរថាឥឡូវនេះភាគរយរបស់កូនសិស្សពៅគឺចាប់ផ្ដើមការឡើងឈិតដល់80%បាទទៅហើយមើលតែឥឡូវនេះធានដាវគឺត្រូវតែបង្រៀននាងគឺឲ្យកាន់តែស្គាល់ពីអំពើល្អនិងអំពើអាក្រក់ហើយចំណែកចំពោះកូនសិស្សរបស់ធានដាវ3នាក់នេះវិញក៏បានមកដើម្បីសុំទោសនិងទទួលយកការដាក់ទោសម្នាក់គឺមានការភ័យខ្លាចហើយនឹងពិតជាមិនហ៊ានគិតដូចខ្ញុំម្ដងទៀតនោះទេដោយធានដាវរបស់យើងក៏មិនបានថាអ្វីផងដែរក៏បានសួរទៅកាន់ចំពោះកូនសិស្សទី3តើនៅក្នុងបញ្ជីខ្មៅអ្នកគឺជាប់លេខទីប្រមាណដោយវាប្រាប់ថាគឺលេខទី18ហើយចំណែកទី4វិញគឺលេខ25អើយហើយនឹងលេខអ្នកផ្សេងទៀតគឺពិតជាច្រើនតែម្ដងខ្ញុំដូចជាខ្ជិលនិយាយខ្លាំងណាស់លោកអើយប៉ុន្តែត្រង់ហ្នឹងខ្ញុំអត់ចង់និយាយកន្លែងច្រើននោះទេខ្ញុំគ្រាន់តែសង្ខេបតែប៉ុណ្ណោះបានហើយដោយចំពោះធានដាវប្រតិកម្មចំពោះកូនសិស្សថាចាប់ពីពេលនេះតទៅពួកគេគឺឈប់ធ្វើអំពើអាក្រក់ដោយពួកគេចាប់ផ្ដើមធ្វើអំពើល្អពួកគេគឺចាប់ផ្ដើមគោរពតាមការបញ្ជារបស់លោកគ្រូតែម្ដងធានដាវគឺបានប្រតិកម្មសិស្សទាំង3នាក់ថាឥឡូវនេះកំពូលភ្នំជាមួយរបាំងការពារគឺបានខូចខាតដូច្នោះពួកឯងទាំង3នាក់ឆាប់ទៅជួសជុលជាមួយនឹងរបាំងការពារនេះឲ្យលឿនសិនទៅហើយចំពោះកូនសិស្សទី5វិញតួឯករបស់យើងក៏មានចំពោះភារកិច្ចផងដែរតែឲ្យនាងគឺចុះពីភ្នំដើម្បីធ្វើផែនការអ្វីមួយនាងគឺបានគោរពតាមបញ្ជាដោយធានដាវគឺបានប្រាប់ថាមើលទៅពួកគេមិនទាន់យល់ច្បាស់នៃអំពីការធ្វើអំពើអាក្រក់នោះទេហើយបើជាពួកគេគិតតែអាក្រក់អញ្ចឹងចាប់តែម្ដងខ្ញុំនឹងនិយាយពីអំពើល្អខ្លះពួកគេដឹងដោយធានដាវគឺបានប្រាប់ទៅកាន់ពួកគេផងដែរតើអ្វីទៅគឺជាអំពើល្អអំពើអាក្រក់បន្ទាប់ពីនិយាយរួចហើយក៏បានចំពោះឲ្យកូនសិស្សទី3និយាយតែម្ដងដោយកូនសិស្សទី3ប្រាប់ថា
ការធ្វើអំពើល្អគឺជាការជួយអ្នកដទៃហើយពួកគេគឺកែប្រែអំពីអំពើអាក្រក់ទៅធ្វើជាអំពើល្អម្ដងបន្ទាប់ពីលើដូច្នោះហើយកូនសិស្សទី4ក៏ចាប់ផ្ដើមយល់អំពីការនិយាយមួយនេះប៉ុន្តែសម្រាប់ចំពោះធានដាវបានដឹងថាពណ៌ដៃនេះគឺកំពុងតែធ្វើពុតតែប៉ុណ្ណោះប៉ុន្តែមិនអីទេខ្លួនគឺពិតជាមានវិធីដោះស្រាយតែម្ដងប៉ុន្តែពួកគេទាំងអស់នេះមានអារម្មណ៍ថាចំពោះលោកគ្រូគឺមានអារម្មណ៍ថាខុសប្លែកពីមុនមិនទេប៉ុន្តែដឹងត្រឹមថាកូនសិស្សទី5ក៏បានយល់និយាយថាខ្ញុំនឹងសម្លាប់ចំពោះមនុស្សឈ្មោះទាំងអស់នោះដែលហ៊ានធ្វើឲ្យលោកគ្រូគឺមិនមានការពេញចិត្តគ្រាន់តែលើដូច្នោះហើយមានការកៀងជាខ្លាំងហើយកូនសិស្សទី5បើសិនជាដូច្នោះមិនបាច់ចុះពីភ្នំទេអូនឯងគួរតែទៅជួយរបាំងការពារតែម្ដងហើយចំពោះភាគរយគេក៏បានកើនឡើងផងដែរហើយបានគិតក្នុងចិត្តមកទៅខ្ញុំត្រូវការពេលវេលាខ្លះដើម្បីបង្រៀនពួកគេអំពីអំពើល្អនិងអំពើអាក្រក់ជាពិសេសភាគរយនៃការភាពស្មោះត្រង់គឺពិតជាតិចដូច្នោះខ្ញុំត្រូវតែបង្កើនជីវភាពភាគរយរបស់ពួកគេហើយក៏បានប្រាប់ពួកគេផងដែរឥឡូវនេះខ្លួនគឺលែងខ្វល់អំពីអតីតកាលដែលពួកគេបានធ្វើអ្វីទេប៉ុន្តែឥឡូវនេះអ្នកនរគ្នាគឺត្រូវតែចាប់ផ្ដើមសារជាថ្មីហើយត្រូវតែកសាងជាមួយអំពើល្អហើយភាគរយរបស់ពួកគេក៏ចេះតែចាប់ផ្ដើមកើនឡើងតែម្ដងទៅនិយាយទៅភាគរយរបស់គេគឺចាប់ផ្ដើមកើនឡើងម្ដងតិចតែម្ដងបន្ទាប់មកធានដាវក៏បានប្រាប់ពួកគេឲ្យទៅជួយជាមួយរបាំងការពារនៅលើភ្នំបន្ទាប់ពីពួកគេទៅអស់ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាធូរសះស្បើយផងដែរប៉ុន្តែយ៉ាងណាក៏ដោយគេក៏អាចចាប់ជាមួយនឹងរង្វាន់នៅក្នុង system របស់គេដោយចំណាយជាងពិន្ទុ50ជាពិសេសគេក៏មានការលក់ហាងលក់ជាងរូបរាងកាយព្រះធម៌ដ៏អស្ចារ្យផងដែរនិយាយទៅការលក់ជាងរូបរាងកាយឬក៏វត្ថុផ្សេងៗគឺសិតតែមានតម្លៃទាំងអស់តែម្ដងចំពោះធានដាវរបស់យើងឥឡូវនេះគេមិនទាន់មានពិន្ទុគ្រប់គ្រាន់ដើម្បីទិញជាងរូបរាងកាយព្រះធម៌នោះទេដូច្នោះមានតែការចាប់ឆ្នោតរង្វាន់បន្ទាប់ពីចំណាយ50ពិន្ទុគេក៏ទទួលបានជាមួយនឹងសិលឹកការបានធ្វើឲ្យគាត់គឺមានការសប្បាយចិត្តជាខ្លាំងនិយាយទៅសើចដូចជាមនុស្សឈួតតែម្ដងដូច្នោះខ្លួនគឺត្រូវតែប្រមូលទុកដាក់អីវ៉ាន់គឺឲ្យកន្លែងល្អតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយប្រព័ន្ធក៏បានប្រាប់ផងដែរថាដោយសារតែជាមួយនឹងកម្រិតការដាំដុះរបស់តួឯករបស់យើងឥឡូវនេះគឺពិតជាតិចដូច្នោះលោកម្ចាស់គឺត្រូវតែខិតខំបង្ហាត់ខ្លួនឯងផងកុំពឹងផ្អែកលើការនេះពេកដោយធានដាក៏បានដឹងផងដែរជាមួយកម្លាំងបច្ចុប្បន្នរបស់គេបើធៀបជាមួយនឹងកូនសិស្សវាពិតជាចប់បើសិនជាយ៉ាងណាក៏ដោយពួកអា3នាក់នោះពិតជាពិបាកទុកចិត្តណាស់វារតែសម្រាប់អញតែដឹងប៉ុន្តែសម្រាប់កូនសិស្សបើនាងគឺជាកូនក្មេងមានភាពជាមួយនឹងស្មោះត្រង់ដូច្នោះខ្ញុំគឺពិតជាអាចកែតម្រូវជាមួយនឹងនាងបានយ៉ាងណាក៏ដោយខ្លួនក៏នៅសល់ចំពោះការបញ្ឆោតផ្សេងទៀតផងដែរដូច្នោះមិនអាចថាមានការភ័យខ្លាចជាមួយនឹងពួកអតីតនោះទេប៉ុន្តែរឿងក៏បានកាប់បង្ហាញចំពោះភ្នំខ្លាវិញដែលយើងក៏បានឃើញចំពោះមនុស្ស2 3នាក់បាននិយាយប្រតិកម្មមេរបស់វាផងដែរអំពីរឿងរ៉ាវដែលកើតឡើងចំពោះកំពូលភ្នំជីងទីងហើយបីជាពួកគេបានឃើញជាមួយនឹងជីធានដាវបញ្ចេញជាមួយរូបរាងកាយព្រះធម៌ដោយផ្ទាល់ថ្មីតែម្ដងនិយាយទៅពួកគេបាននិយាយជាច្រើនប្រតិកម្មមេរបស់ពួកគេគឺគ្រាន់តែលើដូចមានការភ័យខ្លាចហើយបីជាប៉ែហ្នឹងដូចជាកូនសិស្សរបស់ធានដាវរបស់យើងដែរ